លោកនៅទីនប្រហើនផ្ដាំទៅលោកត្រាំឲ្យប្រាប់កម្ពុជាឈប់បាញ់មុនបើចង់បានបទជបាញ់អ្នកកសែតជើងចាស់ថៃដល់ល្បីមួយរូបបានរំលឹកអំពីមេរៀនជាតិនិយមនិងល្បិចនយោបាយរបស់មេដឹកនាំថៃយ៉ាងជ្រៅក្នុងប្រវត្តិសាស្ត្រអ្នកជំនាញស្នើឲ្យពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិខ្មែររួបរวมខ្មែរសាមគ្គីខ្មែរខ្លាំងដើម្បីរួមគ្នាជាកម្លាំងដាច់ថែបទប់ទល់ជាមួយនឹងសត្រូវឈ្លានពានថៃក្រុមអ្នកជំនាញចាត់ទុកលក្ខខណ្ឌចរចាបទជបាញ់ដែលថៃដាក់លើកម្ពុជាជាលក្ខខណ្ឌមិនអាចទទួលយកបានតែការលូកដៃពីមហាអំណាចអាមេរិកនិងចិនអាចទម្លុះភាពទល់ច្រកក្នុងការបញ្ចប់ជម្លោះរវាងកម្ពុជានិងថៃបានដែរឬណាជីវកម្ម B បងទំតែ$513ប៉ុណ្ណោះក្នុងមួយខែរយៈពេលដល់ទៅ24ខែនៃគ្មានការប្រាក់រួមទាំងបញ្ចុះតម្លៃ3%បន្ថែមពីលើនេះទៀតផងចានេះស្ថិតនៅលើផ្លូវមេក្នុងគម្រោងជុំវិញសួនច្បារធំជាងគេប្រចាំគម្រោងនិងតាមផ្លូវឆ្ពោះទៅកាន់សួនធម្មជាតិខាងក្រោយល្អទាំងសម្រាប់ស្នាក់នៅនិងប្រកបអាជីវកម្មគម្រោងទាំងមូលសាងសង់ចិត្តដូចទាំងស្រុងទិញភ្លាមឆាប់បានទទួលផ្ទះមិនចាំបាច់បារម្ភនិងពិបាកសម្រេចចិត្តឬរឡើងការផ្ដល់ជូនមានកំណត់សម្រាប់ព័ត៌មានបន្ថែម08575ការ៉េ6បាទខ្ញុំបាទសរសៃបាទសូមក្រុមនឹងជំរាបសួរបាទពុកម៉ែបងប្អូនជាទីគោរពនិងជាទីមេត្រីបាទសូមស្វាគមន៍មកកាន់កម្មវិធីបាទសេដ្ឋកិច្ចយប់នេះរបស់សារព័ត៌មាន Digital Cambo នៅមិសបាទកម្មវិធីនេះផ្ដោតសំខាន់បាទទៅលើព័ត៌មានលម្អិតស៊ីជម្រៅពាក់ព័ន្ធនឹងបាទព័ត៌មានសេដ្ឋកិច្ចពាណិជ្ជកម្មបាទការវិនិយោគថ្មីនៅក្នុងតំបន់ជាពិសេសបាទប្រកាសយោបាយការទូតបាទសេដ្ឋកិច្ចពាណិជ្ជកម្មធំនិងការវិនិយោគថ្មីនៅជុំវិញពិភពលោកផងដែរយើងខ្ញុំសូមអរគុណជាពិសេសបាទដល់ក្រុមហ៊ុន World Big Group បាទធនាគារ KB ភាសាក្រុមហ៊ុន Liho Groupគ្រឹះស្ថានមីក្រូរ៉ាញ់វត្ថុ LOLC ក្រុមហ៊ុនវិរៈបុនថាំក្រុមហ៊ុនបម្រើសេវាកម្មអចលនទ្រព្យ Civil Gamon បរិយឡុងនីធនាគារ Bridge និងក្រុមហ៊ុនពតិកាដែលបានគ្រប់គ្រងក្នុងការផ្សាយផ្ទាល់នៅក្នុងកម្មវិធីបាទសេដ្ឋកិច្ចយប់នេះរបស់សារព័ត៌មាន Digital Cambo នៅ Mishba កម្មវិធីបាទសេដ្ឋកិច្ចយប់នេះយើងមានប្រធានបទបាទរឿងរ៉ាវសំខាន់ដែលពាក់ព័ន្ធជាមួយនឹងលោកអនុទិនប្រហើនផ្ដាំទៅលោក Donald Trump ប្រាប់ឲ្យកម្ពុជាឈប់បាញ់មុនបើចង់បានបទឈប់បាញ់អ្នកកាសែតជើងចាស់របស់ថៃដល់ល្បីល្បាញមួយរូបបានរំលឹកពីមេរៀនជាតិនិយមនិងល្បិចនយោបាយរបស់មេដឹកនាំថៃយ៉ាងជ្រៅបាននៅក្នុងប្រវត្តិសាស្ត្រហើយរឿងរ៉ាវសំខាន់មួយទៀតដែលពាក់ព័ន្ធជាមួយនឹងបាទអ្នកជំនាញស្នើឲ្យពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិខ្មែររួបរวมខ្មែរសាមគ្គីខ្មែរខ្លាំងដើម្បីរួមគ្នាជាកម្លាំងដៃថៃបាទទប់ទល់ជាមួយនឹងសត្រូវឈ្លានពានរបស់ថៃតើការលូកដៃលូកជើងពីមហាអំណាចបារាំងអាមេរិកហើយនឹងចិនអាចទម្លុះបាទភាពតល់ច្រកក្នុងការបញ្ចប់សង្គ្រាមរវាងកម្ពុជានិងថៃបានដែរឬយ៉ាងណានោះសម្ដេចតេជោហ៊ុនសែនច្រានចោលការចោទប្រកាន់របស់ថៃដែលថាមានទាហានរុស្ស៊ីនិងជនបរទេសបាទស៊ីឈ្នួលឲ្យកម្ពុជាក្នុងការប្រយុទ្ធជាមួយនឹងយោធាឈ្លានពានរបស់ថៃហើយរឿងរ៉ាវមួយទៀតដែលពាក់ព័ន្ធជាមួយនឹងរដ្ឋមន្ត្រីការពារជាតិរបស់ថៃប្រឡយពាក្យសម្ដីថាសង្គ្រាមព្រំដែនបាទកម្ពុជាថៃនឹងមិនអូសបន្លាយយូរនោះទេហើយយើងនឹងមានបាទរឿងរ៉ាវសំខាន់ជាច្រើនទៀតនៅក្នុងកម្មវិធីសេដ្ឋកិច្ចយប់នេះរបស់សារព័ត៌មាន Digital Cambo នៅ Mishba ហើយឥឡូវនេះយើងមកចាប់អារម្មណ៍បាទរឿងរ៉ាវសំខាន់លម្អិតមុនគេនៅក្នុងវគ្គទី1បាទនៃកម្មវិធីបាទសេដ្ឋកិច្ចយប់នេះរបស់សារព័ត៌មាន Digital Cambo នៅ Mishba ពាក់ព័ន្ធជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានរំលឹកពីស្នាដៃរបស់ខ្លួនបាទក្នុងការជួយបញ្ចប់សង្គ្រាមនៅតាមបណ្ដាប្រទេសនានាដែលរហូតមកទល់នឹងពេលនេះលោកត្រាំបានអះអាងថាលោកបានជួយដោះស្រាយបញ្ហាសង្គ្រាមបានចំនួន8ហើយជាមួយគ្នានេះបាទលោកត្រាំរំពឹងថាលោកនឹងអាចឈានទៅបញ្ចប់សង្គ្រាមរវាងកម្ពុជានិងថៃមួយបន្ថែមទៀតបាទទោះបីជាការដោះស្រាយបច្ចុប្បន្នកំពុងជួបបញ្ហាប្រឈមបាទកដាមួយចំនួនក៏ដោយចុះតែយ៉ាងណាក៏ដោយចុះបាទកដាតែយ៉ាងណាលោកអនុទិន
បាទនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃបានប្រាប់លោកត្រាំឲ្យប្រាប់បាទកម្ពុជាបាទថាឈប់បាញ់មុនខ្លួនទៅបាទបើចង់បាទឲ្យមានបទឈប់បាញ់នេះតាមការចេញផ្សាយដោយសារព័ត៌មានបាទ Gauzot នៅថ្ងៃទី16បាទខែធ្នូប្រធានាធិបតីសហរដ្ឋអាមេរិកបាទលោក Donald Trump បានទទួលស្គាល់ថាការដោះស្រាយបាទបញ្ហាចំនួនបាទរវាងប្រទេសជិតខាងគ្នាកម្ពុជានិងថៃនាពេលនេះកំពុងជួបបញ្ហាបាទបន្តិចបន្តួចតែលោកមានជំនឿយ៉ាងមុតមាំថាលោកនឹងអាចបញ្ចប់សង្គ្រាមមួយនេះដោយទាមទារឲ្យភាគីទាំងពីរនឹងឈប់បាញ់ប្រយុទ្ធគ្នានិងងាកមកអនុវត្តបាទតាមសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខារួមគ្នានៅទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី26ខែតុលាវិញបាទឆ្លើយតបជាមួយនឹងបាទការទាមទារខាងលើនេះនាយករដ្ឋមន្ត្រីបាទថៃចាំផ្ទះបាទលោកអនុទិនហាក់បីដូចជាមានមោទកភាពចំពោះខ្លួនឯងដោយបានលើកឡើងយ៉ាងប្រហើនដោយទទូចឲ្យលោក Donald Trump ប្រាប់កម្ពុជាឲ្យឈប់បាញ់មុនក្រោមលេសដោះសារថាខ្លួនមិនមែនជាអ្នកចាប់ផ្ដើមសង្គ្រាមមុននោះទេឆ្លើយនឹងសំណួរអ្នកយកព័ត៌មានដែលសួរថាតើលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នឹងបានដាក់សម្ពាធមកលើប្រទេសថៃឲ្យឈប់ប្រយុទ្ធគ្នាជាមួយកម្ពុជាឬយ៉ាងណានាយករដ្ឋមន្ត្រីប្រកាសរំលាយសភាមុនការកំណត់រូបនេះបានបដិសេធមិនឆ្លើយចំនោះទេគ្រាន់តែបញ្ជាក់ថាប្រទេសថៃមិនដែលផ្ដើមអរិយភាពបាទនោះទេហើយសំណើណាមួយអំពីការឈប់បាញ់គួរតែបាទទៅប្រាប់កម្ពុជាឲ្យឈប់បាញ់មុនសិនទៅតកតងជាមួយនឹងការរិះគន់បាននាលើឆាកអន្តរជាតិអំពីការដែលប្រទេសថៃប្រើប្រាស់យន្តហោះចម្បាំង F16 វាយប្រហារទៅលើប្រទេសកម្ពុជាលោកបានឆ្លើយដោយស្នើឲ្យប្រៀបធៀបអាវុធបារ៉ុកកែតបាទ BM21 បាទជាមួយនឹងយន្តហោះចម្បាំង F16 នឹងបានសួរទៅវិញថាតើអ្នកណាប្រើអាវុធហិង្សាខ្លាំងជាងតកតងនឹងសម្ពាធអន្តរជាតិដែលបង្ខំឲ្យបញ្ឈប់ចំនួនបាទលោកបាទអនុទិនបាននិយាយយ៉ាងខ្លីថាលោកមិនដឹងអ្នកណាកំពុងដាក់សម្ពាធលើអ្នកណានោះទេនឹងបានបដិសេធសុំមិនឆ្លើយនៅពេលអ្នកសារព័ត៌មានសួរពាក់ព័ន្ធនឹងប្រទេសចិនស្នើសុំឲ្យប្រទេសថៃឈប់បាញ់មកលើប្រទេសកម្ពុជាបាទហើយឥឡូវនេះយើងក៏លេចមកមើលបាទរឿងរ៉ាវសំខាន់ជាបន្តទៀតដែលពាក់ព័ន្ធជាមួយនឹងស្របពេលសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពបាទកម្ពុជាកាន់តែស៊ីជម្រៅនិងឡើងកម្ដៅកាន់តែខ្លាំងនោះអ្នកសារព័ត៌មានដ៏ល្បីល្បាញមួយរូបរបស់ថៃបាទលោកប្រវិតបាទរ៉ូយ៉ាបាទណាព្រឹកបានសរសេរអត្ថបទមួយរៀបរាប់អំពីមេរៀននៃទស្សនៈជាតិនិយមនិងល្បិចនយោបាយរបស់មេដឹកនាំថៃនៅក្នុងអត្ថបទនោះអ្នកកាសែតបាទជើងចាស់រូបនេះបានរំលេចពីគ្រោះថ្នាក់នៃទស្សនៈជាតិនិយមនៅក្នុងសង្គមថៃនិងសង្គមកម្ពុជានិងយុទ្ធសាស្ត្រដណ្ដើមប្រជាប្រិយភាពក្នុងឆាកនយោបាយដើម្បីប្រកួតប្រជែងគ្នានៅក្នុងការបោះឆ្នោតរបស់ថៃដែលគ្រោងធ្វើឡើងបាទនៅខែកុម្ភៈខាងមុខនេះហើយនេះបើតាមបាទការចេញផ្សាយដោយសារព័ត៌មាន Gauzot របស់ថៃហ្នឹងឯងបាទលោកប្រវិតអ្នកជំនាញបាទភូមិសាស្ត្រនយោបាយនិងជាអ្នកសារព័ត៌មានដ៏ល្បីមួយរូបរបស់ថៃបានលើកឡើងថាចំនួនព្រំដែនរវាងកម្ពុជានិងថៃត្រូវបានកត់ត្រាយ៉ាងស៊ីជម្រៅបាទនៅក្នុងប្រវត្តិសាស្ត្រជាតិនិយមរបស់ថៃតែម្ដងទស្សនៈជាតិនិយមជ្រុលបាទត្រូវបានថ្នាក់ដឹកនាំថៃបញ្ជ្រាបនិងបង្កប់នៅក្នុងសាលារៀនបាទតាំងពីកុមារភាពហើយកូនសិស្សនៅក្នុងប្រទេសថៃត្រូវបានបង្រៀនពីប្រវត្តិសាស្ត្រដែលបង្ហាញថាប្រទេសថៃគឺជាតួឯកនៅក្នុងសំណេរដ៏វែងអន្លាយរបស់ខ្លួនបាទអ្នកសារព័ត៌មានថៃជើងចាស់រូបនេះបានរំលេចអំពីទំនាក់ទំនងនិងទស្សនៈជាតិនិយមរបស់ប្រជាជាតិទាំងពីរតាំងពីសម័យលង្វែកបាទក្នុងទសវត្សរ៍បាទឆ្នាំ1590តាមទស្សនៈនិងប្រវត្តិសាស្ត្រដែលបានចងក្រងមករៀងខ្លួនតែម្ដងការចងចាំនៅបាទរឿងរ៉ាវប្រវត្តិសាស្ត្រដែលបានចងក្រងរៀងខ្លួននេះបានបង្កើតនៅទស្សនៈអវិជ្ជមានចំពោះគ្នាដែលធ្វើឲ្យប្រជាជាតិទាំងពីរមានអារម្មណ៍ប្រុងប្រយ័ត្ននិងសង្ស័យគ្នាទៅវិញទៅមុខបាទអ្នកជំនាញវិភាគភូមិសាស្ត្រនយោបាយរូបនេះបានលើកឡើងពីតលហិកនយោបាយបច្ចុប្បន្នជាពិសេសនៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានហក់ចូលជួយអន្តរាគមន៍ក្នុងចំនួនបាក្រាសង្គ្រាមរវាងកម្ពុជានិងថៃអ្នកជាតិនិយមបាក្រាជ្រុលរបស់ថៃមានអារម្មណ៍ថាលោកត្រាំមិនគួរជ្រៀតជ្រែកឬកំណត់ពីរបៀបដែលថៃគួរដោះស្រាយជាមួយនឹងកម្ពុជានោះទេការលើកឡើងបែបនេះក៏ដោយសារតែពួកគេកំពុងតែមានមោទនភាពចំពោះប្រទេសថៃដែលអាចនិយាយថាទេចំពោះសហរដ្ឋអាមេរិក
បាទអ្នកសារព័ត៌មានជើងចាស់ថៃរូបនេះក៏បានកត់បាទក៏បានចាត់ទុកបាទទស្សនៈជាតិនិយមនេះហើយដែលជាហេតុធ្វើឲ្យនាយករដ្ឋមន្ត្រីចាំផ្ទះថៃលោកអនុទានបាឆានវីរៈកុលហាក់បីដូចជាមិនអើពើនឹងបទឈប់បាញ់ដែលប្រកាសដោយលោកដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបាទនិងជាប្រធានបដូវវេនអាស៊ានបាទលោកអាន់វ៉ាអ៊ីប្រាហ៊ីមនោះទេលោកបានសង្កត់ធ្ងន់ទៀតថាការជ្រើសរើសផ្លូវបែបនេះរបស់លោកអនុទានដើម្បីបង្ហាញថាខ្លួនជាមេដឹកនាំដែលហ៊ានបដិសេធចំពោះសំណើបាទមេដឹកនាំរបស់អាមេរិកគឺលោកដូណាល់ត្រាំហ្នឹងដែលកំពុងតែជាប់រវល់ខ្លាំងមែនទែនក្នុងការដោះស្រាយបញ្ហាជាច្រើនចាក់ស្រេះផ្សេងទៀតដូចជាបញ្ហាចិនតៃវ៉ាន់ជប៉ុនវេណេស៊ុយអេឡារុស្ស៊ីអ៊ុយក្រែននិងបញ្ហាអ៊ីស្រាអែលនិងប៉ាឡេស្ទីនជាដើមបាទឥឡូវនេះយើងក៏លេចមកមើលបាទរឿងរ៉ាវសំខាន់ជាបន្តទៀតបាទនៅរាត្រីថ្ងៃអង្គារនេះពាក់ព័ន្ធជាមួយនឹងក្រោយប្រទេសកម្ពុជាជួបការលំបាកដោយសារតែសង្គ្រាមឈ្លានពានរបស់ថៃគេសង្កេតឃើញថាប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការទាំងក្នុងនិងក្រៅប្រទេសបានបង្ហាញពីស្មារតីបាសាមគ្គីជាតិជាធ្លុងមួយឈួននៅពីក្រោយវីរៈកងទ័ពជួរមុខកម្ពុជានិងជួយដល់ប្រជាជនភៀសសឹកយ៉ាងផលផុសតែម្ដងគណៈការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាមិនទាន់មានសញ្ញាណាមួយបញ្ជាក់ថានឹងបញ្ចប់នៅពេលណានោះទេអ្នកជំនាញបន្តអំពាវនាវឲ្យប្រជាជនខ្មែរទាំងអស់បន្តរួបរวมគ្នាជាកម្លាំងសាមគ្គីបាទជាធ្លុងមួយឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតពោលគឺកុំព្រោះតែបញ្ហាបន្តិចបន្តួចបាទធ្វើឲ្យបែកបាក់កម្លាំងសាមគ្គីឲ្យសោះនៅក្នុងកលៈទេសៈដ៏លំបាកមួយនេះយើងត្រូវតែបន្តរក្សាសាមគ្គីជាតិជាយូរអង្វែងខ្មែររួបរวมខ្មែរសាមគ្គីខ្មែរខ្លាំងមានតែជាតិយើងខ្លាំងទេទើបសត្រូវខ្លោបខ្លាចមិនហ៊ានមើលងាយនឹងឈ្លានពានទឹកដីរបស់យើងពាក់ព័ន្ធជាមួយនឹងបញ្ហានេះបាទលោកបណ្ឌិតបាឆតប៊ុនថងដែលជាអ្នកជំនាញវិទ្យាសាស្ត្រវិទ្យានិងជាអ្នកតាមដានស្ថានភាពសង្គមយល់ឃើញថាក្នុងកលៈទេសៈដែលប្រទេសកម្ពុជាកំពុងរងការឈ្លានពានពីយោធាថៃពិតណាស់ស្មារតីរួបរวมសាមគ្គីគ្នាជាធ្លុងមួយរបស់ប្រជាពលរដ្ឋខ្មែរនៅជួរក្រោយគឺជារឿងដ៏មានតម្លៃនិងជារឿងដ៏ចាំបាច់ណាស់បាទចាំបាច់ណាស់សម្រាប់ការចូលរួមគាំទ្រជំរុញកម្លាំងចិត្តដល់វីរៈកងទ័ពកម្ពុជាដែលកំពុងលះបង់សាច់ស្រស់ឈាមស្រស់ប្រយុទ្ធជាមួយនឹងសត្រូវឈ្លានពានរបស់ថៃដើម្បីការពារបូរណភាពទឹកដីនិងដែនអធិបតេយ្យភាពរបស់កម្ពុជាបាទសម្រាប់អ្នកជំនាញរូបនេះចាននៅក្នុងរាវតែងតែមានការប៉ះទង្គិចគ្នាជារឿងធម្មតាតែយ៉ាងណាក៏ដោយចុះបាទក្នុងកលៈទេសៈនេះសូមកុំឲ្យបញ្ហាបន្តិចបន្តួចធ្វើឲ្យប៉ះពាល់ទៅដល់ផលប្រយោជន៍រួមនិងការបែកបាក់សាមគ្គីឲ្យសោះនិងអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសបន្តរួបរวมគ្នាជាកម្លាំងដ៏រឹងមាំនៅក្នុងគ្រាដ៏លំបាកនេះទៅតាមជំនាញរៀងខ្លួនតាមដែលអាចធ្វើទៅបានជាមួយគ្នានេះដែរបាទលោកបណ្ឌិតបាជ័យតិចនោះវិញបាទអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចបានគូបញ្ជាក់ដែរថានៅក្នុងសង្គ្រាមរវាងកម្ពុជាថៃនាពេលនេះចំណុចខ្លាំងមួយរបស់កម្ពុជាគឺកម្លាំងសាមគ្គីភាពរបស់ប្រជាពលរដ្ឋខ្មែរនៅជួរក្រោយដែលចេះជួយចែករំលែកទុក្ខលំបាកគ្នាដើម្បីចូលរួមឧបត្ថម្ភគាំទ្រដល់កងវីរៈកងទ័ពជួរមុខនិងជនភៀសសឹកដែលរត់គេចពីក្របកំភ្លើងរបស់យោធាថៃបាទទន្ទឹមនេះអ្នកជំនាញរូបនេះក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែបន្តរួបរวมសាមគ្គីគ្នាបន្ថែមទៀតត្បិតថាសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើកម្ពុជានេះទំនងជាអាចបន្តអូសបន្លាយពេលយូរបន្ថែមទៀតទូនជនជាទីគោរពនិងជាទីមេត្រីពាក់ព័ន្ធជាមួយនឹងបញ្ហានេះដែរបាទលោកជំទាវពេជ្រច័ន្ទមនីហ៊ុនម៉ាណែតស្ត្រីទី1កម្ពុជាបានសរសេរនៅលើបណ្ដាញសង្គម Facebook ជាផ្លូវការនៅថ្ងៃទី16ខែធ្នូនេះថាចលនាយើងរួមគ្នាដើម្បីជាតិគឺចាប់ផ្ដើមពីប្រជាពលរដ្ឋម្នាក់ដោយប្រទេសកម្ពុជាមានកងទ័ពរហូតដល់ទៅ17លាននាក់នោះពលគឺវីរៈកងទ័ពកម្ពុជាកំពុងឈរយ៉ាងអង់អាចក្លាហានដើម្បីការពារទឹកដីកម្ពុជាពីការឈ្លានពានរបស់ថៃគណៈកងទ័ពជួរក្រោយជាអ្នកផ្ដល់កម្លាំងចិត្តនិងជាអ្នកផ្គត់ផ្គង់ស្បៀងអាហារជូនដល់វីរៈកងទ័ពនិងពលរដ្ឋភៀសសឹកលោកជំទាវបានសង្កត់ធ្ងន់ទៀតថាប្រជាពលរដ្ឋទាំងអស់គ្នាត្រូវតែចូលរួមជួយដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីឆ្លងកាត់ពេលវេលាដ៏លំបាកមួយនេះគួរជម្រាបផងដែរថាគិតត្រឹមថ្ងៃទី16ខែធ្នូឆ្នាំ2025នេះមានរយៈពេល10ថ្ងៃហើយដែលយោធាលំមោបសង្គ្រាមថៃនឹងបានឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាបាទ
បាទឥឡូវនេះយើងក៏លេចមកមើលរឿងរ៉ាវសំខាន់មួយទៀតដែលពាក់ព័ន្ធជាមួយនឹងក្រុមអ្នកជំនាញចាត់ទុកលក្ខខណ្ឌចរចាបត់ឈប់បាញ់ដែលថៃដាក់មកលើកម្ពុជាជាលក្ខខណ្ឌមិនអាចទទួលយកបាននោះឡើយនៅក្នុងលក្ខខណ្ឌទាំងអស់នោះភាគីថៃទាមទារឲ្យកម្ពុជាត្រូវប្រកាសបត់ឈប់បាញ់មុនខ្លួនហើយបត់ឈប់បាញ់ត្រូវធ្វើឡើងដោយអនុវត្តជាក់ស្ដែងនិងស្នើឲ្យកម្ពុជាត្រូវសហប្រតិបត្តិការយ៉ាងពិតប្រាកដនិងស្មោះត្រង់លើការបោសសម្អាតមីនដាក់លក្ខខណ្ឌខ្លួនឯងមិនអស់ចិត្តនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃលោកអនុទានឆ្លៀតបាទផ្ដាំផ្ញើទៅលោកដូណាល់ត្រាំប្រាប់កម្ពុជាឲ្យឈប់បាញ់មុនទៅទាំងដែលខ្លួនជាអ្នកបំពេញនឹងតែងតែបង្កបញ្ហាចំនួនបាទគេថាជាមុនម្ដងហើយម្ដងទៀតមិនចេះចប់មិនចេះហើយតែម្ដងជាមួយនឹងបញ្ហានេះបាទលោកបណ្ឌិតកិនភាអ្នកជំនាញបាទវិទ្យាសាស្ត្រនយោបាយបានលើកឡើងថាកម្ពុជាមិនមែនជាប្រទេសដែលស្រឡាញ់សង្គ្រាមនោះទេព្រោះតាមរយៈបទពិសោធន៍ឆ្លងកាត់សង្គ្រាមជាច្រើនទសវត្សរ៍កន្លងមកនេះបានធ្វើឲ្យប្រទេសមួយនេះឆ្អែតឆ្អន់ជាមួយនឹងការធ្វើសឹកសង្គ្រាមហើយកម្ពុជាស្វាគមន៍ជាមួយសំណើណាដែលអាចដោះស្រាយចំនួនដោយសន្តិវិធីឈានទៅរកសន្តិភាពដោយគោរពបាទតាមច្បាប់អន្តរជាតិតែប៉ុណ្ណោះតែយ៉ាងណាអ្នកជំនាញរូបនេះសង្កេតឃើញថាទោះជាមានកិច្ចព្រមព្រៀងយ៉ាងណាក៏ដោយចុះក៏ថៃហាក់បីដូចជាមិនអើពើនោះដែរដូចនេះតម្រូវឲ្យថៃអនុវត្តតាមសំណើរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនជាមុនសិនព្រោះតាមរយៈចំនួនបែងចែកបកពួកផ្ទៃក្នុងបាទប្រទេសថៃកំពុងផ្ដល់ភាពលំបាកសម្រាប់កម្ពុជាបាទក្នុងការទុកចិត្តនយោបាយរបស់ថៃណាស់លោកបណ្ឌិតហាក់បីដូចជាបង្ហាញអំពីក្តីព្រួយបារម្ភចំពោះការបញ្ចប់សង្គ្រាមរវាងកម្ពុជានិងថៃព្រោះតាមបទពិសោធន៍កន្លងទៅបានបង្ហាញថាប្រទេសថៃមិនមានភាពស្មោះត្រង់ក្នុងការដោះស្រាយបញ្ហាចំនួនព្រំដែនជាមួយនឹងកម្ពុជាដោយសន្តិវិធីនោះទេបាទជាមួយគ្នានេះដែរបាទលោកសីសុជាតិអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នែកកំណត់និងការស្រាវជ្រាវបានចាត់ទុកការដាក់សំណើរបស់ថៃធ្វើជាលក្ខខណ្ឌក្នុងការចរចាបត់ឈប់បាញ់ជាមួយកម្ពុជាមួយនេះវាហាក់បីដូចជាប្រាជ្ញាពីការពិតព្រោះភាគីថៃជាអ្នកឈ្លានពានមកលើកម្ពុជាដែលតម្រូវឲ្យថៃខ្លួនឯងនឹងប្រកាសបញ្ឈប់សង្គ្រាមជាមួយកម្ពុជាជាមុនទើបសមហេតុសមផលសម្រាប់អ្នកជំនាញរូបនេះក្នុងទស្សនវិជ្ជាបច្ចុប្បន្នកម្ពុជាមិនអាចធ្វើតាមសំណើរបស់ថៃបាននោះទេព្រោះកម្ពុជាតែងតែគោរពបទឈប់បាញ់និងមិនដែលបង្កចំនួនម្ដងណាដោយការចោទប្រកាន់របស់យោធាថៃនោះឡើយអ្នកជំនាញរូបនេះយល់ថាលក្ខខណ្ឌទាំង3ដែលថៃដាក់មកលើកម្ពុជាគួរតែថៃជាអ្នកអនុវត្តខ្លួនឯងទៅបាទឥឡូវនេះយើងក៏លេចមកមើលបាទរឿងរ៉ាវសំខាន់ជាបន្តទៀតដែលពាក់ព័ន្ធជាមួយនឹងមហាអំណាចអាមេរិកហើយនឹងចិនបានចេញមុខឲ្យថៃនិងកម្ពុជាបញ្ឈប់ការប្រយុទ្ធគ្នានិងបន្ថយភាពតានតឹងឲ្យបានឆាប់តាមដែលអាចធ្វើទៅបានអាមេរិកបានពមៀនដាក់សម្ពាធពន្ធលើប្រទេសទាំងពីរប្រសិនបើមិនបញ្ឈប់ការប្រយុទ្ធគ្នាគណៈចិនឯនោះវិញបដិញ្ញានឹងដើរតួនាទីបាទដ៏សំខាន់ក្នុងការស្ថាបនាតាមរបៀបរបស់ខ្លួនដើម្បីនាំមកនៅបាទបទឈប់បាញ់និងការស្ដារសន្តិភាពរវាងប្រទេសទាំងពីរឡើងវិញតើការលូកដៃលូកជើងបាទពីប្រទេសមហាអំណាចបាទយៈទាំងពីរនេះអាចទម្លុះភាពទល់ច្រកក្នុងការបញ្ចប់សង្គ្រាមរវាងកម្ពុជានិងថៃបានដែរឬយ៉ាងណាទៅបាទក្រុមការងារសារព័ត៌មាន Digital Cambodia នឹងលំអិតលើរឿងរ៉ាវនេះដូចតទៅបាទលោកអ៊ូវីរៈប្រធានស្ថាប័នស្រាវជ្រាវនៃអង្គការវេទិកាអនាគតជឿជាក់ថាមេដឹកនាំមហាអំណាចអាមេរិកនិងចិននឹងអាចបញ្ឈប់សកម្មភាពឈ្លានពានរបស់ថៃមកលើកម្ពុជាបានប្រសិនបើពួកគេមានឆន្ទៈពិតប្រាកដនិងដាក់សម្ពាធទៅលើប្រទេសថៃតែយ៉ាងណាអាមេរិកនិងចិនទំនងជាពិបាកសម្រេចចិត្តក្នុងការដាក់សម្ពាធលើថៃគណៈមហាអំណាចទាំងពីរនេះកំពុងប្រទាញប្រទង់យកផលប្រយោជន៍ពីថៃដែលជាប្រទេសធំជាងកម្ពុជាបើតាមលោកអ៊ូវីរៈនៅក្នុងស្ថានភាពនេះកម្ពុជាមិនមានជំរឿនអ្វីក្រៅពីមានទំនាក់ទំនងល្អជាមួយអាមេរិកចិននិងអាស៊ាននោះទេបន្ថែមលើនេះកម្ពុជាត្រូវតែខិតខំប្រយុទ្ធការពារខ្លួនរហូតដល់ថ្ងៃដែលប្រទេសថៃបែកបាក់ផ្ទៃក្នុងព្រោះលោកយល់ថាថៃមិនអាចធ្វើសង្គ្រាមឈ្លានពានមកលើកម្ពុជាបានយូរទៀតនោះទេបើកម្ពុជាឃើញជំរឿនតែពីនិយាយល្អជាមួយនឹងចិនជាមួយនឹងអាមេរិកជាមួយនឹងអាស៊ានប៉ុន្តែចង់កម្ពុជាប្រហែលជាពឹងខ្លួនឯងក្នុងការការពារថៃយើងការពារបានកាន់តែយូរកាន់តែធ្វើឲ្យថៃមានបញ្ហាចំនួនផ្ទៃក្នុងនៃប្រទេសថៃអានឹងគឺយើងអាចការពារខ្លួនបានហើយណាយើងទប់ទល់បានយូរយើងជោគជ័យហើយព្រោះអីប្រទេសថៃតាមមើលមិនអាចធ្វើសង្គ្រាមបានរ៉ាំរ៉ៃយូរទេព្រោះអីនយោបាយផ្ទៃក្នុងប្រទេសថៃក៏ប្រជាគ្រាន់បានដែរអញ្ចឹងអ្វីដែលយើងរងចាំនឹងគឺរងចាំភាពប្រជានៃនយោបាយផ្ទៃក្នុងរបស់ប្រទេសថៃបាទជាមួយគ្នានេះលោកមេធាវីសុកសំអឿន
ប្រធានក្រុមអ្នកច្បាប់និងជាទីប្រឹក្សាអមរិនយល់ឃើញថាទោះមានការលូកដៃពីប្រទេសមហាអំណាចអាមេរិកនិងចិនក៏ដោយក៏មកដល់ពេលនេះថៃនៅតែមិនខ្លាចនិងបន្តបាញ់ផ្លោងមកលើកម្ពុជាដោយយកលេសថាមកពីខ្មែរមិនព្រមឈប់បាញ់ជាដើមបើតាមអ្នកជំនាញរូបនេះការបញ្ចប់សង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជាអាចធ្វើទៅបានលុះណាតែមហាយៈទាំងពីរដាក់ទណ្ឌកម្មលើថៃតែប្រសិនបើសេដ្ឋកិច្ចថៃនៅតែរឹងមាំនោះក៏មិនងាយនឹងបញ្ឈប់សង្គ្រាមជាមួយកម្ពុជានោះដែរបើតាមលោកមេធាវីសុកសំអឿនស្ថិតនៅក្នុងស្ថានភាពនេះកម្ពុជាត្រូវតែពឹងលើខ្លួនឯងដើម្បីទប់ទល់នឹងការវាយប្រហាររបស់ថៃទម្រាំមហាអំណាចទាំងពីរប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើថៃនិងចុងបញ្ចប់មហាអំណាចទាំងពីរព្រមជួយគាំទ្រកម្ពុជាដោយឧបត្ថម្ភសម្ភារៈសឹកនោះទើបកម្ពុជាអាចនឹងរួចផុតពីសង្គ្រាមនេះឬឈ្នះសង្គ្រាមបានបន្ថែមលើនេះកម្ពុជាត្រូវមាននិងប្រមូលថវិកាដើម្បីរើសនិងវឹកវើនកងទ័ពបន្ថែមនិងទិញសម្ភារៈសឹកដើម្បីទប់នឹងសង្គ្រាមនេះខណៈការតស៊ូមតិលើឆាកអន្តរជាតិត្រូវបង្កើនសកម្មភាពឲ្យបានកាន់តែខ្លាំងជុំវិញបញ្ហានេះដែរលោកបណ្ឌិតយ៉ងពៅអ្នកជំនាញភូមិសាស្ត្រនយោបាយក៏សម្គាល់ឃើញថាប្រទេសថៃនៅតែបង្ហាញភាពក្រអឺតក្រទមចំពោះមហាអំណាចអាមេរិកនិងចុងក្រោយនេះគឺមហាយៈចិនតែយ៉ាងណាអ្នកជំនាញរូបនេះជឿជាក់ថាមហាអំណាចទាំងពីរអាចនឹងបញ្ឈប់សកម្មភាពឈ្លានពានរបស់ថៃបានប្រសិនបើពួកគេមានសុឆន្ទៈពិតប្រាកដសម្រាប់អ្នកជំនាញរូបនេះកម្ពុជានិងថៃសុទ្ធសឹងជាប្រទេសដែលមានផលប្រយោជន៍សម្រាប់មហាអំណាចទាំងពីរដូច្នេះប្រទេសទាំងពីរគួរឆាប់ពន្លត់សង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជាឲ្យបានកាន់តែឆាប់ព្រោះវាអាចបង្កការខូចខាតដល់សន្តិភាពក្នុងតំបន់និងសកលលោកនឹងអាចបន្តអូសបន្លាយคล้ายជាសង្គ្រាមភូមិសាស្ត្រនយោបាយនៅអាស៊ីអាគ្នេយ៍ដូច្នេះមហាអំណាចទាំងពីរមិនគួរបដែតបដោយឲ្យសង្គ្រាមនេះឆាបឆេះបន្តទៀតទេវាអាចរុញច្រានទៅដល់ខូចខាតសន្តិភាពតំបន់សន្តិភាពសកលនិងអូសបន្លាយទៅជាសង្គ្រាមភូមិសាស្ត្រនយោបាយដែលកាន់តែធ្ងន់ធ្ងរបន្ថែមទៀតនៅអាស៊ីអាគ្នេយ៍នេះយើងមិនអាចមើលស្រាលនៅការរីករាលដាលទៅជាការប្រកួតប្រជែងភូមិសាស្ត្រនយោបាយអំពីកើតចេញអំពីចំនួនកម្ពុជាថៃសង្គ្រាមដែលថៃឈ្លានពានកម្ពុជានោះទេដូច្នេះហើយខ្ញុំអំពាវនាវឲ្យទាំងសហរដ្ឋអាមេរិកឲ្យទាំងសាធារណរដ្ឋប្រជាមានិតចិនអន្តរាគមន៍ឲ្យខានតែបាននៅការបញ្ចប់សង្គ្រាមកម្ពុជាថៃនេះឲ្យខានតែបានសូមបញ្ជាក់ថាសហរដ្ឋអាមេរិកកាលពីពេលថ្មីៗបានប្រមានម្ដងទៀតថានឹងដាក់ពន្ធលើកម្ពុជានិងថៃប្រសិនបើប្រទេសទាំងពីរនៅតែមិនបញ្ឈប់ការប្រយុទ្ធគ្នាជាមួយគ្នានេះមហាយៈចិនតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសបានបំបែកភាពស្ងប់ស្ងាត់ដោយចេញមុខអំពាវនាវឲ្យកម្ពុជានិងថៃអនុវត្តការអត់ធ្មត់បញ្ឈប់ការប្រយុទ្ធគ្នានិងបន្ថយភាពតានតឹងឲ្យបានឆាប់ទោះមានការព្រមាននិងអំពាវនាវពីមហាអំណាចទាំងពីរក៏ដោយតែយោធាថៃនៅបន្តឈ្លានពានទាំងកំរោលមកលើកម្ពុជាដោយបានបាញ់ផ្លោងអាវុធធុនធ្ងន់សែងពុលគ្រាប់បែកចង្កោមដែលច្បាប់អន្តរជាតិហាមឃាត់និងយន្តហោះទម្លាក់គ្រាប់បែក S-16 ជាដើមបាទឥឡូវនេះយើងក៏លេចមកមើលរឿងរ៉ាវសំខាន់មួយទៀតដែលពាក់ព័ន្ធជាមួយនឹងរដ្ឋមន្ត្រីការពារជាតិរបស់ថៃប្រលួយពាក្យសម្ដីថាសង្គ្រាមព្រំដែនកម្ពុជាថៃនឹងមិនអូសបន្លាយយូរទេរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃបានលើកឡើងដល់គួរឲ្យចាប់អារម្មណ៍នៅថ្ងៃទី16ខែធ្នូនេះថាការប្រយុទ្ធគ្នាបាននៅតាមព្រំដែនរបស់កម្ពុជាថៃនឹងមិនអូសបន្លាយពេលយូរនោះទេហើយបានអះអាងថាការរឹតបន្តឹងការផ្គត់ផ្គង់ប្រេងឥន្ធនៈនិងការផ្គត់ផ្គង់ទំនិញផ្សេងៗសម្រាប់កម្ពុជាគឺជារឿងចាំបាច់ណាស់ដើម្បីបញ្ចប់អរិភាពបាទនេះបញ្យងតាមការចេញផ្សាយរបស់កាសែត The Nation ដែលបានចេញផ្សាយនៅថ្ងៃអង្គារទី16ធ្នូនេះលោកណាត់ថាផុនមណៈផានិចរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃនៅថ្ងៃទី16ខែធ្នូបានចេញមុខប្រកាសក្តែងថាស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃកំពុងវិវត្តទៅមុខមួយជំហានម្ដងស្របតាមផែនការរបស់យោធាថៃហើយថាលោកគ្មានការព្រួយបារម្ភណាមួយនោះទេនៅក្នុងដំណាក់កាលនេះបាទនៅពេលសួរពាក់ព័ន្ធជាមួយនឹងប្រព័ន្ធមីស៊ីលផលិតនៅចិនចំនួនចុងក្រោយបំផុតដែលត្រូវបានរឹបអូសនៅជិតបាភ្នំ500តាមការរបស់ភាគីថៃដែលថាអាចមានអ្នកជួយគ្រប់គ្រងនៅពីក្រោយកម្ពុជានោះរដ្ឋមន្ត្រីក្រសួងការពារជាតិថៃរូបនេះបាននិយាយថាភាគីថៃមិនទាន់រកឃើញតម្រុយអ្វីនៅឡើយទេព្រោះបាទកំពុងស៊ើបអង្កេតហើយលោកមិនទាន់ទទួលបានការជូនដំណឹងអំពីសំណើរបស់អាជ្ញាធរចិនដែលសុំយកសភាវុធទាំងអស់នេះទៅវិញនៅឡើយទេរដ្ឋមន្ត្រីការពារជាតិរបស់ថៃរូបនេះលើកឡើងថាបើយោងតាមច្បាប់របស់ថៃ
អាវុធដែលថៃរឹបអូសបានគឺត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងប្រដាប់អាវុធថៃហើយអាវុធទាំងនោះជារបស់ថៃទាំងស្រុងដោយថៃអាចជ្រើសរើសប្រើប្រាស់វាឬបំផ្លាញវាចោលក៏បានដែរប៉ុន្តែសម្រាប់ពេលនេះអាវុធទាំងនោះកំពុងស្ថិតក្រោមការត្រួតពិនិត្យនិងស៊ើបអង្កេតនៅឡើយទេឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់បរទេសចំពោះចំណាត់ការរបស់ប្រទេសថៃក្នុងការរារាំងក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈនិងគ្រឿងបរិក្ខារយោធាសម្រាប់ប្រទេសកម្ពុជារដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះបានអះអាងថាប្រទេសថៃកំពុងប្រើប្រាស់មធ្យោបាយតាមផ្លូវសន្តិភាពគណៈការចាត់វិធានការនេះគ្រាន់តែដើម្បីរឹតបន្តឹងសមត្ថភាពប្រតិបត្តិការរបស់កម្ពុជាក្នុងការធ្វើសកម្មភាពប្រឆាំងនឹងប្រទេសថៃតែប៉ុណ្ណោះលោកណាត់ថាផុនបានបញ្ជាក់ជាថ្មីថាប្រទេសថៃនឹងយល់ព្រមលើបទឈប់បាញ់លុះត្រាតែប្រទេសកម្ពុជាបង្ហាញឲ្យឃើញច្បាស់លាស់និងដោយបើកចំហថាខ្លួនឈប់បង្កចំនួនតទៅទៀតហើយនៅពេលសួរថាតើស្ថានភាពសង្គ្រាមព្រំដែនកម្ពុជាថៃអាចបន្តរយៈពេលយូរប៉ុណ្ណាទៀតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃរូបនេះបានឆ្លើយយ៉ាងខ្លីថាសូមទុកពេលឲ្យយើងបន្តិចទៀតបាទបងរំលោះម៉ូតូជាមួយនឹងធនាគារ SBI លីហូលោកអ្នកមន្ត្រីការប្រាក់ចូលរួមជាមួយនឹងការបងរំលោះមានរយៈពេលវែងព្រមទាំងទទួលបានការធានារ៉ាប់រងដោយឥតគិតថ្លៃផងដែរឥឡូវនេះលោកអ្នកនាងអាចបើកគណនី Digital របស់ធនាគារ KB ភាសាបានភ្លាមៗដោយខ្លួនឯងតាមកម្មវិធី KB ភាសា Mobile ដោយគ្រាន់តែមានលេខទូរស័ព្ទនិងអត្តសញ្ញាណប័ណ្ណព្រមទាំងទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ទៅ 4% នោះនៅក្នុងមួយឆ្នាំបូតិកា Bosco ជាភ្នាក់ការពារជ្រាបទឹកដែលខាំជាប់ស្អិតយ៉ាងល្អជាមួយនឹងផ្ទៃបើជាពិសេសគឺអាចយឺតបានដល់ 250% និងជាប់ស្វិតអាចបត់បែនទៅតាមចលនានៃគ្រោងអគារថែមទាំងមិនប្រេះគ្មានភាពសំណើមនិងបញ្ហាជ្រាបទឹកនោះឡើយទទួលបានទឹកប្រាក់ត្រឡប់មកវិញបាទរហូតដល់ទៅ 2% បាទគ្រប់ប្រតិបត្តិការចំណាយជាមួយនឹងកាតឥណទានរបស់ធនាគារ Bridge បាទជាពិសេសលោកអ្នកនាងអាចស្នើកាតវីសាថ្មីដោយមិនចំណាយអ្វីទាំងអស់ព័ត៌មានបន្ថែមបាទសូមលោកអ្នកនាងបាទតាក់ទងទៅកាន់លេខទូរស័ព្ទ 098 202 999ការមុនផ្គត់ផ្គង់បរិក្ខារបន្ទប់ទឹកដ៏សម្បូរបែបដែលផ្ដល់នូវរចនាប័ទ្មបន្ទប់ទឹកក្នុងក្តីស្រមៃនឹងការរស់នៅប្រកបដោយភាពទាន់សម័យសម្រាប់លោកអ្នក CPL គឺជាក្រុមហ៊ុនដ៏ធំដំបូងគេផ្ដល់ជូននូវសេវាកម្មទិញលក់ជួលនិងវាយតម្លៃអចលនទ្រព្យប្រកបដោយវិជ្ជាជីវៈខ្ពស់នៅកម្ពុជាបាទនៅវគ្គក្រោយនេះលោកអ្នកនាងបានតាមដានបាទព្រឹត្តិការណ៍ព័ត៌មានសេដ្ឋកិច្ចពាណិជ្ជកម្មនយោបាយសំខាន់ៗជាច្រើនទៀតដែលពាក់ព័ន្ធជាមួយទូតរុស្ស៊ីប្រចាំនៅកម្ពុជាទាត់ចោលការចោទប្រកាន់របស់ថៃដែលថាមានបរិវត្តរុស្ស៊ីបាទធ្វើជាទាហានស៊ីឈ្នួលឲ្យប្រទេសកម្ពុជាហើយរឿងរ៉ាវសំខាន់មួយទៀតដែលពាក់ព័ន្ធជាមួយនឹងសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាច្រានចោលការចោទប្រកាន់របស់ថៃដែលថាមានទាហានរុស្ស៊ីនិងជនបរទេសស៊ីឈ្នួលឲ្យប្រទេសកម្ពុជារឿងរ៉ាវសំខាន់មួយទៀតដែលពាក់ព័ន្ធជាមួយនឹងធនាគារ Acilida ក្រុងលុបចោលបំណុលសរុប$30 លានអាមេរិកសម្រាប់យោធិនពិការនិងយោធិនពលីនៅសមរភូមិជួរមុខបើសិនជាលោកអ្នកនាងខកខានមិនបានទស្សនាការផ្សាយផ្ទាល់របស់កម្មវិធីសេដ្ឋកិច្ចយប់នេះរបស់សារព័ត៌មាន Digital Cambodia សូមលោកអ្នកចូលទៅមើលការផ្សាយកម្មវិធីនេះឡើងវិញនៅក្នុង Facebook Page Cambodia Telegram និង YouTube ដោយផ្ទាល់ក៏បានដែរដើម្បីគ្រប់គ្រងដល់សារព័ត៌មានដែលមានវិជ្ជាជីវៈច្បាស់លាស់ត្រឹមត្រូវប្រឆាំងនឹងព័ត៌មានคล้ายៗសូមលោកអ្នកនាងជួយ like ជួយ share follow page Cambodia ទាំងអស់គ្នាបាទសូមសម្រាប់បន្តិចសិនបាទលោកអ្នកមានតម្រូវការសាច់ប្រាក់បន្ទាន់មែនទេកម្ចីកាតគ្រី LOLC អាចជួយលោកអ្នកបានដាក់ត្រឹមតែកាតគ្រីក៏អាចស្នើកម្ចីបានដែរជាមួយទំហំទឹកប្រាក់រហូតដល់ 75% នៃតម្លៃយានយន្តមនុស្សគ្រប់គ្នាសុទ្ធតែមានក្តីសុបិនរៀងខ្លួនសុភ័ក្រមកបញ្ញាបាយកូនតែក្តីសុបិនមិនមែនជោគជ័យដោយស្រួលនោះទេមិនអីកូនឆាក់អស់ហើយមកមិនអីទេកូនយើងអាចគូវាឡើងវិញបានអាឡូអ្នកម៉ាបានអ្នកម៉ារួចរាល់ហើយជាមួយនឹងធានារ៉ាប់រងរបស់លីហួរយើងនឹងលែងមានការព្រួយបារម្ភពីអគ្គិភ័យទៀតហើយ
គ្រោះថ្នាក់អគ្គិភ័យអាចកើតឡើងបានគ្រប់ពេលវេលាសូមកុំឲ្យការខិតខំប្រឹងប្រែងរបស់លោកអ្នករលាយបាត់ក្នុងមួយពព្រិចភ្នែកធានារ៉ាប់រងលីហួរទំនុកចិត្តសុវត្ថិភាពសម្បត្តិមានផ្ទះមួយកន្លែងហើយគាត់មានបំណងចង់ដាក់ជួលជាតាកំពុងស្វែងរកផ្ទះដើម្បីបើកអាជីវកម្មរបស់នាងប៉ុន្តែសម្បត្តិនិងជាតាមិនស្គាល់គ្នានោះទេសម្បត្តិមិនអាចស្វែងរកអ្នកជួលបានហើយជាតាវិញក៏មិនអាចស្វែងរកផ្ទះផងដែរនៅក្រុមហ៊ុន CPL ពួកយើងមានអចលនវត្ថុជាច្រើនសម្រាប់ជួលដែលមានតម្លៃទីផ្សារថ្ងៃមួយបន្ទាប់ពីពួកគេបានឃើញអំពីការផ្សព្វផ្សាយរបស់ក្រុមហ៊ុន CPL តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមទីបំផុតពួកគេអាចដោះស្រាយបញ្ហារបស់ពួកគេបានជោគជ័យមិនមែនបានមកដោយភាពងាយស្រួលនោះទេវាជាការខិតខំប្រឹងប្រែងមានឆន្ទៈនិងបានត្រៀមខ្លួនរួចជាស្រេចជាមួយបាន Bridge Visa លោកអ្នកនឹងទទួលបានឯកសិទ្ធិផ្ទាល់ខ្លួនជាមួយសមាជិកដ៏ពិសេសរបស់សន្តាគារលំដាប់ផ្កាយ5 Shangri-La ទទួលបានការបញ្ចុះតម្លៃពិសេស 15% រាល់ការទូទាត់តាមរយៈបាន Bridge Visaអ្នកនឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញរហូតដល់ទៅ 2% រាល់ប្រតិបត្តិការចំណាយពីបាន Bridge Visa យើងនឹងផ្ដល់ជូននូវការថែរក្សាសុខភាពប្រចាំឆ្នាំនៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រសង្ហបុរីនៅកម្ពុជាប្រើប្រាស់សេវាសម្រាប់រងចាំប្រកបដោយផាសុកភាពនៅ Plaza Premium Lounge រាល់ការធ្វើដំណើររបស់លោកអ្នកគឺមានតម្លៃគ្រប់ជំហានជាមួយនឹងបាន Bridge Visa បាន Bridge Visa ជាបានតែមួយគត់ដែលគិតគូរពីលោកអ្នកគុណភាពភាពជឿជាក់ទំនុកចិត្តជាគុណតម្លៃរបស់បរិយាឡុងនេះវិឡាសង់រួចជាស្រេច 100% បង់ប្រាក់ចាប់ពី$1,350ឡើងទៅមិនអស់ការប្រាក់និងមានជម្រើសជាច្រើនទៀតព័ត៌មានលម្អិតអាចទំនាក់ទំនងលេខទូរស័ព្ទខាងលើឬក៏អញ្ជើញមកកាន់ទីតាំងផ្ទាល់នៅគម្រោងផ្លូវព្រៃសរសង្កាត់ព្រៃសរខណ្ឌដង្កោរាជធានីភ្នំពេញជាង30ឆ្នាំហើយដែលអ្នកបានផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុដល់ប៉ាខ្ញុំមីងខ្ញុំនិងប្អូនស្រីខ្ញុំដើម្បីជួយឲ្យជីវភាពពួកគាត់រីកចម្រើនហើយអ្នកបានខិតខំអភិវឌ្ឍខ្លួនឥតឈប់ឈរដើម្បីផ្ដល់សេវាហិរញ្ញវត្ថុកាន់តែប្រសើរទំនើបនិងទាន់សម័យយើងបន្តឆ្ពោះទៅមុខជាមួយគ្នាដៃគូហិរញ្ញវត្ថុពេញមួយជីវិតរបស់អ្នក KB ប្រសាក់បែងសម្រាប់ការផលិតបច្ចុប្បន្នរបស់ក្រុមហ៊ុនបូនីកាយើងមានម៉ាស៊ីនរហូតដល់3ឈុតដែលសម្រាប់ផលិតប្រភេទស្មងកៅសៅបៀកជូនដល់អតិថិជនយើងមានលទ្ធភាពផលិតរហូតដល់ 3000 បាវក្នុងមួយថ្ងៃយើងអាចផលិតបានគ្រប់តម្រូវការទីផ្សារមិនថាទីផ្សារធំមិនថាទីផ្សារតូចបូទីកាត្រៀមជំនួសការនាំផលិតផលសំណង់ចូលពីក្រៅប្រទេស 100% សម្រាប់បំពេញតម្រូវការយ៉ាងគំហុកនៅក្នុងទីផ្សារប្រទេសកម្ពុជាបូទីកាយើងរួមគ្នាកសាងចាប់ផ្ដើមថ្ងៃថ្មីជាមួយក្តីសង្ឃឹមថ្មីក្តីសង្ឃឹមដើម្បីមនុស្សជាទីស្រឡាញ់មានស្នាមញញឹម
ព្រោះយើងជាចំណែកមួយនៃគ្រួសាររបស់អ្នកនៅក្បែរអ្នកនិងដើម្បីមនុស្សជាទីស្រឡាញ់យើងផ្ដើមអាជីវកម្មជាមួយអ្នកជឿជាក់លើការតាំងចិត្តការតស៊ូនិងការខិតខំប្រឹងប្រែងហើយតែងទុកអ្នកជាជំរើសទី1បាទឥឡូវនេះយើងចូលដល់វគ្គចុងក្រោយហើយបាទនៃកម្មវិធីបាទសេដ្ឋកិច្ចយប់នេះរបស់សារព័ត៌មាន Digital Economics បាទនៅវគ្គចុងក្រោយនេះយើងមានព្រឹត្តិការណ៍ព័ត៌មានថ្មីៗសំខាន់ដែលពាក់ព័ន្ធជាមួយនឹងលោកអាណាតូលីបាទប៉ូរ៉ូវិកដែលជាឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសណាចក្រកម្ពុជាបានចេញមុខចរានចោលចំពោះការចោទប្រកាន់ដោយគ្មានភស្តុតាងរបស់យោធាថៃដែលថាមានពលរដ្ឋរុស្ស៊ីបានធ្វើជាទាហានបាទស៊ីឈ្នួលឲ្យកម្ពុជាប្រយុទ្ធនៅក្នុងសង្គ្រាមឈ្លានពានបាទរបស់ថៃមកលើកម្ពុជាដែលបានអូសបន្លាយបាទពេលជាងមួយសប្តាហ៍កន្លងមកនេះឯកអគ្គរដ្ឋទូតរុស្ស៊ីរូបនេះសូមមិនធ្វើអត្ថាធិប្បាយច្រើនទេជុំវិញការចោទប្រកាន់នេះគ្រាន់តែអះអាងថាមិនមានពលរដ្ឋរុស្ស៊ីធ្វើជាទាហានស៊ីឈ្នួលឲ្យកម្ពុជានោះទេការអាងបែបនេះធ្វើឡើងនៅក្នុងសន្និសីទបាទស្ដីពីលទ្ធផលបាទគោលនយោបាយការបរទេសរុស្ស៊ីនៅថ្ងៃទី16ខែធ្នូឆ្នាំ2025នេះការចេញមុខទាត់ចោលរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសកម្ពុជានេះធ្វើឡើងនៅមួយថ្ងៃបន្ទាប់ពីទូតរុស្ស៊ីនៅឯទីក្រុងបាងកកប្រទេសថៃនោះវិញក៏បានច្រានចោលបាទការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់ថៃដែលអះអាងថាមានពលរដ្ឋរុស្ស៊ីបាទធ្វើជាទាហានស៊ីឈ្នួលឲ្យកម្ពុជានៅក្នុងចំនួនបាទព្រំដែនរវាងកម្ពុជានិងថៃនឹងបានចាត់ទុកបាទការចុះផ្សាយទាំងអស់នេះជារឿងមិនពិតដែលទំនងជាត្រូវបានបណ្ឌិតឡើងដោយប្រភពនៅខាងក្រៅតំបន់ឯណោះបាទទូតរុស្ស៊ីប្រចាំនៅប្រទេសថៃបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ថៃក្នុងការធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋរុស្ស៊ីដែលកំពុងស្នាក់នៅនិងធ្វើដំណើរកម្សាន្តនិងធ្វើជំនួញនៅក្នុងប្រទេសថៃហើយការចោទប្រកាន់ក៏អាចបំផ្លាញដល់ទំនាក់ទំនងយូរអង្វែងរវាងរុស្ស៊ីនិងថៃថែមទៀតផងបាទឥឡូវនេះយើងក្រេកមកមើលបាទរឿងរ៉ាវសំខាន់មួយទៀតដែលពាក់ព័ន្ធជាមួយនឹងសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាបានលើកឡើងថាកម្ពុជាពុំមានជនជាតិរុស្ស៊ីឬជនជាតិបរទេសផ្សេងទៀតចូលរួមការប្រយុទ្ធលើសមរភូមិឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយដោយកម្ពុជាមិនមានយោធាបរទេសបាទលើទឹកដីកម្ពុជាតាំងពីអ៊ុនតាក់ដកចេញពីកម្ពុជានាឆ្នាំ1993មកម្លេះការហាងបែបនេះរបស់សម្ដេចតេជោហ៊ុនសែនគឺដើម្បីឆ្លើយតបជាមួយនឹងការចុះផ្សាយដោយសារព័ត៌មានថៃមួយចំនួននៅប្រមាណថ្ងៃមកនេះដែលថាមានទាហានរុស្ស៊ីនិងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅកម្ពុជានិងដើម្បីរក្សានៅសេចក្តីថ្លៃថ្នូររបស់កម្ពុជាក៏ដូចជាបាទពលរដ្ឋរុស្ស៊ីនិងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទប្រកាន់សម្ដេចតេជោហ៊ុនសែនទទួលស្គាល់ថាកម្ពុជាធ្លាប់មានយោធាបរទេសចូលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ឬធ្វើភាគីនៅលើទឹកដីកម្ពុជាពិសេសកងទ័ពជើងទឹកបរទេសដែលមកតាមច្រកសមុទ្រខេត្តព្រះសីហនុដែលនេះជាទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀតធ្លាប់បានធ្វើដូចគ្នានៅក្នុងក្របខ័ណ្ឌនៃកិច្ចសហការក្នុងវិស័យការពារជាតិនិងទទួលស្គាល់ផងដែរថាពេលនេះមានជនជាតិបរទេសជាច្រើនជាតិសាសន៍កំពុងស្នាក់នៅកម្ពុជាដែលជាអ្នកទេសចរអ្នកវិនិយោគអ្នកបច្ចេកទេសអ្នកធ្វើការឲ្យក្រុមហ៊ុនបរទេសឬក្រុមហ៊ុនក្នុងស្រុកប៉ុន្តែអ្នកទាំងអស់នោះមិនជាប់ពាក់ព័ន្ធជាមួយនឹងវិស័យយោធានិងការប្រយុទ្ធនោះឡើយយើងមកបិទបញ្ចប់បាទរឿងរ៉ាវសំខាន់ចុងក្រោយនៅក្នុងកម្មវិធីបាទសេដ្ឋកិច្ចយប់នេះរបស់សារព័ត៌មាន Digital Economics ពាក់ព័ន្ធជាមួយនឹងធនាគារ Aclida នៅថ្ងៃទី16ខែធ្នូនេះបានប្រកាសអំពីផែនការលុបចោលបំណុលសរុប$30 លានសម្រាប់អតិថិជនរបស់ខ្លួនដែលជាយោធិនពិការនិងយោធិនពលីនៅសមរភូមិជួរមុខដែលបានប្រយុទ្ធតតាំងយ៉ាងអង់អាចក្លាហានក្នុងការការពារបូរណភាពទឹកដីប្រឆាំងនឹងការឈ្លានពានរបស់យោធាថៃជាមួយគ្នានេះធនាគារ Aclida បានប្រកាសអំពីការពន្យាពេលសងបំណុលរបស់អតិថិជនដែលជាយោធិនជួរមុខសរុបប្រមាណ$70 លានផ្សេងទៀតផងដែរការពន្យាការអនុវត្តពន្យាពេលបំណុលនិងលុបបំណុលនេះបានធ្វើឡើងស្របទៅតាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី10ខែធ្នូស្ដីពីវិធានការជួយសម្រួលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីចំនួនព្រំដែនកម្ពុជាថៃក្រុមការងារសារព័ត៌មាន Digital Economics លំអិតលើរឿងរ៉ាវនេះដូចតទៅបាទលោកបណ្ឌិតអិនចាន់នីប្រធាននាយកប្រតិបត្តិធនាគារ Aclida បានលើកឡើងថា
ក្នុងនាមជាធនាគារខ្មែរអេស៊ីលីដាតែងតែចូលរួមនៅក្នុងកម្មវិធីអភិវឌ្ឍជាតិសំខាន់ៗទាំងនៅក្នុងស្រុកតំបន់និងពិភពលោកយ៉ាងណាមិញអំឡុងពេលប្រទេសជាតិនិងប្រជាពលរដ្ឋជួបនៅបញ្ហាសង្គ្រាមឈ្លានពានពីបរទេសធនាគារអេស៊ីលីដាបាននឹងកំពុងចូលរួមកាន់តែខ្លាំងក្លាថែមទៀតរួមទាំងការផ្ដល់ជាស្បៀងអាហារជំនួយមូលនិធិនិងការអនុគ្រោះផ្សេងៗទាក់ទងទៅនឹងឥណទានដើម្បីជួយសម្រាលបន្ទុកនៃការលំបាកទាំងនេះតាមរាជរដ្ឋាភិបាលទៅតាមការប្រកាសសេចក្តីប្រកាសរបស់ធនាគារជាតិប្រកាសនឹងគឺជាប្រកាសណែនាំឲ្យគឺស្ថានធនាគារហិរញ្ញវត្ថុនឹងអនុវត្តអញ្ចឹងហើយបានស្ដាប់ត្រូវធ្វើការនឹងល្អិតល្អន់ណាស់ដើម្បីដឹងថាតើទឹកលុយប្រមាណដែលត្រូវពន្យាក្នុងការសងគឺស្មើនឹង70លានខ្ញុំនិយាយខេត្តដែលនៅជាប់ព្រំដែនថៃទាំងប្រមាណ25ការិយាល័យសាខានិងការិយាល័យរបស់ធនាគារស៊ីដារីឯចំនួនដែលត្រូវលុបចេញពីបញ្ជីនឹងស្មើនឹង$30លានសហរដ្ឋអាមេរិកនេះឯងគឺជាការចូលរួមមួយដ៏សំខាន់លោកបណ្ឌិតអិនចាន់នីបន្ថែមថាបញ្ហាសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃមកលើប្រទេសកម្ពុជាបានធ្វើឲ្យប៉ះពាល់ដល់សាខានិងការិយាល័យធនាគារអេស៊ីលីដាចំនួន25ដែលស្ថិតនៅក្នុងខេត្តចំនួន7ជាប់ព្រំដែននឹងប្រទេសថៃដោយក្នុងនោះមាន14សាខានិងការិយាល័យបានបិទទ្វារផ្អាកដំណើរការជាបណ្ដោះអាសន្នបើតាមលោកបណ្ឌិតអិនចាន់នីសាខានិងការិយាល័យទាំង25ដែលរងផលប៉ះពាល់នោះបានផ្ដល់ឥណទានសរុបប្រមាណ$700លានឬប្រមាណ 10% នៃទំហំឥណទានសរុបទៅឲ្យអតិថិជនជាង 52,000 នាក់និងមានប្រាក់បញ្ញើចំនួន$500លានឬប្រមាណ 5% នៃបញ្ញើសរុបជាមួយអតិថិជនដាក់ប្រាក់បញ្ញើជាង 32,000 នាក់ក្រៅតែពីការអនុវត្តលើការពន្យាពេលសងបំណុលនិងលុបចោលបំណុលសម្រាប់អតិថិជនជាយោធិនពិការនិងយោធិនពលីធនាគារអេស៊ីលីដាក៏បានត្រៀមចាត់វិធានការអនុគ្រោះផ្នែកឥណទានមួយចំនួនទៀតសម្រាប់អតិថិជនដែលជាជនភៀសសឹកផងដែរស្របទៅតាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជាសូមបញ្ជាក់ដែរថានៅអំឡុងពេលមានការផ្ទុះចំនួននៅព្រំដែនកម្ពុជាថៃកាលពីខែកក្កដាកន្លងទៅអេស៊ីលីដាបានលុបបំណុលរបស់យោធិនពិការនិងយោធិនពលីសរុបចំនួន$4.2 លានរួចហើយស្របតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជាគ្រឹះស្ថាន HFC Cambodia បាទ Microfinance បាទឈានមុខគេក្នុងការផ្ដល់សេវាកម្មយ៉ាងឆាប់រហ័សបាទជាពិសេសសេវាកម្មបង់រំលោះត្រឡប់ដែលជាដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អសម្រាប់លោកអ្នក HFC តែងតែទុកលោកអ្នកជាជំរើសទី1ហើយឥឡូវនេះលោកអ្នកនាងអាចបើកគណនី Digital របស់ធនាគារ KB ប៉ាសាក់បានភ្លាមៗដោយខ្លួនឯងតាមកម្មវិធីបាទ KB ប៉ាសាក់ Mobile ដោយគ្រាន់តែមានលេខទូរស័ព្ទនិងអត្តសញ្ញាណប័ណ្ណព្រមទាំងទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ 4% នោះនៅក្នុងមួយឆ្នាំបូតិកា Bosco ជាភ្នាក់ការពារជាទឹកដែលខំជាប់ស្អិតយ៉ាងល្អជាមួយនឹងផ្ទៃបាទជាពិសេសគឺអាចយឺតបានដល់ 250% និងជាប់ស្វិតអាចបត់បានទៅតាមចលនានៃក្រុងអាគារថែមទាំងមិនប្រេះគ្មានភាពសំណើមនិងបញ្ហាជ្រាបទឹកនោះឡើយGamon បាទគុតគង់បរិខាបន្ទប់ទឹកដ៏សម្បូរបែបដែលផ្ដល់នូវរចនាបន្ទប់ទឹកក្នុងក្តីស្រមៃនិងការរស់នៅប្រកបដោយភាពទាន់ស្រមៃសម្រាប់លោកអ្នក CPL គឺជាក្រុមហ៊ុនដ៏ធំដំបូងគេផ្ដល់ជូននូវសេវាកម្មទិញលក់ជួលនៅវេលតម្លៃអចលនទ្រព្យប្រកបដោយវិជ្ជាជីវៈខ្ពស់នៅកម្ពុជាទទួលបានទឹកប្រាក់ត្រឡប់មកវិញរហូតដល់ 2% បាទគ្រប់ប្រតិបត្តិការចំណាយជាមួយនឹងការឥណទានរបស់ធនាគារ Bridge ជាពិសេសលោកអ្នកនាងអាចស្នើកាតវីសាថ្មីដោយមិនចំណាយអ្វីទាំងអស់ព័ត៌មានបន្ថែមសូមតាក់ទងមកកាន់លេខបាទ 098 202 999 បាទយើងខ្ញុំសូមអរគុណជាពិសេសបាទដល់ក្រុមហ៊ុន World Big Group ធនាគារ KB ប៉ាសាក់បាទក្រុមហ៊ុន Liho Group ក្រុមហ៊ុនវិរៈប៊ុនធម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ក្រុមហ៊ុនបម្រើសេវាកម្មអចលនទ្រព្យ CVL Gamon បរិយាលងនេះធនាគារ Bridge និងក្រុមហ៊ុន Polica ដែលបានគ្រប់គ្រងក្នុងការផ្សាយផ្ទាល់នៅក្នុងកម្មវិធីបាទសេដ្ឋកិច្ចយប់នេះរបស់សារព័ត៌មាន Digital Cambo នៅ Mishbaដើម្បីគ្រប់គ្រងដល់សារព័ត៌មានដែលមានវិជ្ជាជីវៈបាទច្បាស់លាស់ត្រឹមត្រូវបាទឆាំងនឹងព័ត៌មានคล้ายៗបាទសូមលោកអ្នកនាងជួយ like ជួយ share follow page Cambo Mish ទាំងអស់គ្នាបាទគណៈពេលនេះខ្ញុំបាទសឿនសាយនឹងក្រុមការងារសូមអរគុណនិងសូមគោរពលាបាទ